ហើយនេះគឺអាមេរិកសន្យាផ្ដល់ប្រាក់ជាង$100 លានជួយយោធាថៃនិង$45 លានកញ្ចប់រួមជំនួយទូទៅសម្រាប់ថៃផងកម្ពុជាផងនៅក្នុងសារពិសេសរបស់លោកហ៊ុនម៉ាណែតស្ដីពីវិធានការដោះស្រាយចំនួនព្រំដែនកម្ពុជាថៃរដ្ឋាភិបាលកម្ពុជានៅតែមិនបញ្ជាក់អំពីការគ្រោងប្តឹងថៃទៅតុលាការអន្តរជាតិអ្នកកាសែតចិនដែលធ្លាប់ធ្វើការនៅស្រុកខ្មែររាយការណ៍អំពីប្រវត្តិជិតស្និទ្ធគ្នាខ្លាំងរវាងលោក Gen Z និងលោកហ៊ុនសែនទូតបារាំងហាមប្រជាពលរដ្ឋខ្លួនកុំឲ្យទៅជិត50 គីឡូម៉ែត្រតំបន់ព្រំដែនដែលមានចំនួនជនភៀសសឹកនៅសល់តែប្រមាណ170,000 នាក់ទៀតតែប៉ុណ្ណោះដែលបន្តស្នាក់នៅជំរំភៀសសឹកមេបកប្រឆាំងថៃសុំទោសទាហានថៃជួមុខរឿងសម្ដីខុសអំពីទាហានកាលពីឆ្នាំ2023លោកត្រាំថាអាមេរិកត្រូវយកកោះ Greenland ឲ្យបានខ្ញុំសូមទោសសរសេរឲ្យបានលោកត្រាំថាអាមេរិកត្រូវយកកោះ Greenland ឲ្យបានមុនចិននិងរុស្ស៊ីលោកសំរងស៊ីបំពេញទស្សនកិច្ចចុះសួរសុខទុក្ខប្រជាពលរដ្ឋឬក៏សំណេះសំណាលប្រជាពលរដ្ឋទីក្រុងឡុងប៊ិចនៅព្រឹកនេះអភិបាលក្រុងឡុងប៊ិចលោក Rex Richardson ឈរឈ្មោះអាណត្តិថ្មីនិងអំពាវនាវសូមឲ្យសហគមន៍ខ្មែរជួយគាំទ្រគាត់និងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទអញ្ចឹងព័ត៌មានសំខាន់ទី1គឺតកតងនឹងជំនួយរបស់សហរដ្ឋអាមេរិកទៅប្រទេសថៃហើយនឹងកញ្ចប់ថវិការួមសម្រាប់ថៃផងកម្ពុជាផងបាទនិយាយទៅរឿងជំនួយរបស់សហរដ្ឋអាមេរិកនេះហាក់បីដូចជាមានការចាប់អារម្មណ៍ច្រើនដែរនៅមជ្ឈដ្ឋានទូទៅហើយខ្ញុំក៏ពេលដែលផ្សាយព័ត៌មាននេះក៏អាណិតខាងបងប្អូនយើងខាងកម្ពុជាដែរដោយសារអីឲ្យទៅលឺថាគេឲ្យលុយទៅថៃអត់ឲ្យលុយមកកម្ពុជាដូចរៀងមួម៉ៅក្តៅកាហាយដែរហើយបើថាខ្ញុំផ្សាយថាឥឡូវគេឲ្យថៃប៉ុណ្ណេះស្រាប់តែអត់ផ្សាយឲ្យកម្ពុជាគាត់នឹងសួរវិញចុះអា$45 លានហ្នឹងទៅឯណាកែងលុយនឹងគេឲ្យខ្មែរតាហេតុអីបានថាកម្ពុជាអត់ទាន់មានអីសោះបាទរឿងគឺអញ្ចេះតែបងប្អូនលោកឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Michael George Desombre គឺគាត់បានបំពេញទស្សនកិច្ចនៅទីក្រុងបាងកកប្រទេសថៃជួបមន្ត្រីយោធាថៃហើយក៏ជួបរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាស័កភួងកេតកែវអីអញ្ចឹងមុននឹងជួបនឹងធ្វើគេថាជួបតាមទូរស័ព្ទតាមវីដេអូអី conference អីចឹងម្ដងហើយក៏បានសន្យាតាក់ទងនឹងកញ្ចប់ថវិកា$45 លានខ្ញុំផ្សាយពីម្សិលមិញរួចហើយបងប្អូនប្រហែលជាជ្រាបហើយគឺនៅពេលដែលលោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិករូបនេះនិយាយជាមួយនឹងភាគីថៃគឺលោកបានប្រាប់ថាអាមេរិកមានកញ្ចប់ថវិកាចំនួន$45 លានហើយ$45 លាននោះគឺសម្រាប់ដោះស្រាយបញ្ហាចំនួនព្រំដែនកម្ពុជាថៃជាពិសេសការអនុវត្តបទឈប់បាញ់តាក់ទងនឹងការជួយជនភៀសសឹកទាំងថៃទាំងកម្ពុជាដើម្បីវិលទៅលំនៅឋានរបស់ខ្លួនវិញតាក់ទងនឹងការដោះមីនតាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកអនឡាញអីចឹងប៉ុន្តែកញ្ចប់ថវិកា$45 លានដែលអាមេរិកផ្ដល់ហើយជជែកឲ្យផ្ដល់ព័ត៌មាននេះនៅខាងទីក្រុងបាងកកកាលពីម្សិលមិញនោះគឺជាកញ្ចប់ថវិការួមបានន័យថាសម្រាប់ទាំងខ្មែរសម្រាប់ទាំងថៃគឺជាកញ្ចប់ចំនួនព្រំដែនខ្មែរថៃនឹងឯងដើម្បីយកទៅដោះស្រាយបញ្ហា3មុខដូចខ្ញុំបានជម្រាបអញ្ចឹងគឺរឿងមីនផងរឿងជនភៀសសឹកផងហើយរឿងនឹងទប់ស្កាត់អំពើឆបោកអនឡាញផងពួកអីរឿងហ្នឹងគឺវាពាក់ព័ន្ធគ្នារវាងប្រទេសទាំងពីរអញ្ចឹងកញ្ចប់លុយហ្នឹងគឺជាកញ្ចប់លុយសម្រាប់កម្ពុជានិងថៃរួមគ្នាតែចែកគ្នាយ៉ាងម៉េចយើងអត់ដឹងបើយើងនិយាយឲ្យងាយស្ដាប់វាគួរតែ22 លានកន្លះម្នាក់មិនអញ្ចឹងព្រោះ$45 លានក៏ប៉ុន្តែលោក Desombre គឺលោក Michael George Desombre កាលពីម្សិលមិញនោះលោកអត់បាននិយាយថាចែកគ្នាយ៉ាងម៉េចទេអត់មានព័ត៌មានលម្អិតហ្នឹងទេព្រោះអីលោកប្រាប់ថានេះគឺជាកញ្ចប់ថវិការួមសម្រាប់រឿងចំនួនព្រំដែនហ្នឹងបានន័យថាជាថវិកាអាមេរិកឲ្យសម្រាប់កញ្ចប់កម្ពុជានិងថៃរួមគ្នាអត់ឲ្យថៃដាច់ឬអត់ឲ្យកម្ពុជាដាច់ទេប៉ុន្តែលោកថាចាំជួបមន្ត្រីកម្ពុជានិងពន្យល់ប្រាប់អំពីកញ្ចប់ថវិការួមនេះទៀតឥឡូវនេះថ្ងៃនេះលោកបានជួបលោកហ៊ុនម៉ាណែតនៅឯប្រទេសកម្ពុជាគឺលោក Michael George Desombre គឺបានជួបជាមួយនឹងតំណាងរដ្ឋាភិបាលកម្ពុជានៅកម្ពុជាក៏បានជួបសំណេះសំណាលគ្នាហើយក៏យើងឃើញសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាតាមរយៈគេហទំព័រផ្លូវការរបស់លោក
របស់ខាងមន្ត្រីរដ្ឋាភិបាលកម្ពុជានឹងដែរដែលលើកឡើងតាក់ទងពីជំនួបរបស់លោក Michael George Desombre ហ្នឹងរឿងតាក់ទងនឹងថវិកា$45 លានហ្នឹងដែរគ្រាន់តែថា$45 លានហ្នឹងគឺជាការបញ្ជាក់ម្ដងទៀតថាជាកញ្ចប់រួមទេតាមពិតមិនមែនជាលុយឲ្យកម្ពុជាដាច់ទេគឺជាលុយសម្រាប់ថៃនិងកម្ពុជារួមគ្នាអញ្ចឹងអត់មានអីមិនតិលទៀតទេលុយនេះគឺសម្រាប់គម្រោងដោះមីនផងហើយដោះមីនហ្នឹងយើងដឹងហើយគឺជាយុទ្ធនាការមនុស្សធម៌រួមគ្នាដែលកម្ពុជាយល់ស្របជាមួយនឹងភាគីថៃថាព្រមដោះមីនតាមតំបន់ព្រំដែនដែលជាចំការមីនដែលជារបងការពារដែនអធិបតេយ្យរបស់កម្ពុជាដែលកម្ពុជាភ័យយូរហើយអារឿងដោះមីនហ្នឹងតែដោះទៅវាធ្វើឲ្យយើងពិបាកដូចបើកបលាអាស័យទុកបាច់ប្រាក់ដួងឲ្យថៃកាន់តែឈ្លានពានយើងបានប៉ុន្តែរឿងមីននេះគឺជារឿងមួយដ៏រកម្មចិត្តណាស់សម្រាប់រឿងចំនួនព្រំដែនព្រោះថៃអត់សុខចិត្តទេដោយសារតែមីនហ្នឹងថៃអត់អាចយកដីខ្មែរបានច្រើនជាងហ្នឹងក៏តែមិនដឹងបានចេះតែទទូចរឿងដោះមីនរហូតអាព្រំដែនហ្នឹងអត់ទាន់បានវាស់វែងឲ្យស្រួលបួលកន្លែងណាផងមកទាតែដោះមីនហើយតែពេលដោះមីនខ្លួនឯងអាចចូលទន្ទ្រានដីខ្មែរបានយ៉ាងស្រួលយីវារកម្មចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរមែនតើហើយបើយើងមិនដោះមីនគេរករឿងយើងថាយើងហ្នឹងរំលោភបំពានកិច្ចសន្យាអនុសញ្ញាក្រុងអូតាវ៉ាហើយថាយើងនឹងដាក់មីនថ្មីអីឡាក់នឹងឡាក់ហើយដល់ផ្សិនជាយើងបកាយអាហ្នឹងទៀតអាគេចោតយើងដាក់មីនថ្មីត្រូវទៀតព្រោះថៃផ្ទុះដាច់ជើង11នាក់ទៅហើយណាដូច្នេះថៃគេរករឿងអញ្ចឹងរឿងហ្នឹងដែលធ្វើឲ្យសហគមន៍អន្តរជាតិហ្នឹងគឺហាក់បីដូចជានៅខាងថៃជាងនៅខាងយើងរឿងមីនហ្នឹងក៏តែអញ្ចឹងហើយដល់អញ្ចឹងទៅឃើញអាមេរិកជួយលុយហ្នឹងអាកញ្ចប់$10 លានសម្រាប់ជាកញ្ចប់រួមហ្នឹងគឺបានន័យថាបានទាំងខ្មែរបានទាំងថៃគឺយកមកដើម្បីដោះមីននៅអាគម្រោងរួមដែលក្នុងកិច្ចព្រមព្រៀងគ្នាពីរឿងមានការដោះមីនមនុស្សធម៌អីអញ្ចឹងទៅហើយកញ្ចប់ថវិកាផ្សេងទៀតដូចមាន15 លានសម្រាប់ជនភៀសសឹកទាំងសងខាងដែរបានន័យថាជួយសម្រួលទៅអាចម្នាក់7 លានកន្លះអីអញ្ចឹងទៅធ្វើម៉េចសម្របសម្រួលគ្នាឲ្យតែបញ្ជូនជនភៀសសឹកយើងឲ្យវិលទៅលំនៅឋានបានសមស្របវិញទៅជួយសម្រួលសពសារពើខ្វះខាតលុយកាក់ឬក៏ជួយស្អីនឹងលុយនឹងយកទៅដោះស្រាយទៅហើយនឹងលុយមកកញ្ចប់ទៀតគឺសម្រាប់នៅក្នុងអា$45 លានហ្នឹងគឺដោះស្រាយរឿងឆបោកអនឡាញអញ្ចឹងដែលកំពុងតែសស័កសស្រាំដែរអានេះគឺរឿងចំណែកពីកម្ពុជានិងថៃរួមគ្នាថ្ងៃនេះគឺយើងឃើញសារព័ត៌មានថៃចំនួន2យ៉ាងហោចគឺមានខៅសុតហើយនិង The PBS World គឺផ្សាយព័ត៌មានអំពីលុយជាង$100 លានទៀតដែលជាកញ្ចប់ដាច់ដោយឡែកដែលរដ្ឋាភិបាលអាមេរិកឲ្យឬសន្យាផ្ដល់ទៅថៃគឺផ្នែកយោធាណាបងប្អូនមិនមែនឲ្យផ្នែកមនុស្សធម៌ឬក៏រឿងទូទៅដូចអញ្ចេះទេអាមនុស្សធម៌រឿងទូទៅហ្នឹងគាត់ឲ្យទាំងថៃទាំងកម្ពុជាយកមកកញ្ចប់ប៉ុន្តែអារឿង$100 លានជាងទៀតនេះគឺឲ្យទៅខាងថៃដាច់តែម្ដងគឺសម្រាប់ពង្រឹងសមត្ថភាពយោធារបស់ថៃអារឿងនេះហើយដែលជារឿងមួយដែលយើងសគារជាបន្តិចប៉ុន្តែយើងតែឈឺក្បាលឲ្យអាមេរិកឲ្យថៃកុំថាឡើយ$100 លាននោះអាមេរិកឲ្យយោធាថៃច្រើនណាស់ជំនួយនេះយើងទៅមើលទៅរាប់ពាន់លាន$ឯណោះតកតងនឹងការជួយយោធាថៃព្រោះដោយសារជាការរឹតចំណងតកតងគ្នារវាងសម្ព័ន្ធភាពអាមេរិកនិងថៃព្រោះគេជាសម្ព័ន្ធមិត្តនៅក្នុងសន្ធិសញ្ញាបានន័យថាគេមានលក្ខខណ្ឌកិច្ចសន្យាគឺជាមិត្តចាក់ទឹកមិនលិចរបស់គេដែរហើយមានចុះហត្ថលេខាទៀតដូច្នេះវាអត់មានរឿងអីដែលប្លែកទេដែលអាមេរិកជួយថៃណារឿងផ្នែកយោធារឿងអីគ្រាន់តែឥឡូវហ្នឹងគឺវាគ្រាន់តែថាអញ្ចេះយើងខ្មែរនឹងកម្មចិត្តបន្តិចគ្រាន់តែថាអាមេរិកដូចរៀងលំអៀងទៅថៃពេកអីអញ្ចឹងណាឬសូឲ្យលុយអីជាង$100 លានទៀតទៅជួយយោធាថៃបានន័យថាចុះយោធាខ្មែរព្រោះអាជំនួយផ្សេង$45 លានក៏ចាប់រួមសោះទៅជួយតែរឿងមនុស្សធម៌ហ្នឹងរឿងទូទៅរដ្ឋបាលរឿងបច្ចេកទេសអីហ្នឹងតែតទៅពេលលុយ$100 លានជាងជួយថៃខ្មែរអត់មានជួយយោធាអីមួយរៀលអញ្ចឹងបានន័យថាម៉េចបានន័យថាអាមេរិកលំអៀងទៅផ្នែកខាងយោធាថៃនៅពេលដែលអត់ទាន់ថ្កោលទោសថៃសំបីតាមបន្តិចប្រើ F16 បំពេញឈ្លានពានដែនអធិបតេយ្យកម្ពុជាដែលជារឿងមួយដ៏គួរឲ្យអាសូរមែនតើអត់មានតវ៉ាអីទាំងអស់អត់មានផ្ដន់ទាទោសឥឡូវគឺជាការជួយលុយទៅយោធាថៃទៀតអញ្ចឹងវាដូចតែចិនអញ្ចឹងអាពេលដែលយើងឆ្លោះគ្នាជាមួយថៃអត់ថ្កោលទោសថៃហើយនៅចាក់ខ្សែចុងក្រោយទៅធ្វើសម្ពយុទ្ធយោធាជាមួយនឹងយោធាថៃដែលកំពុងទម្លាក់គ្រាប់ទៅលើទាហានខ្មែរដូចថាវាមើលទៅវាដូចថាបើសិនជាយើងមើលឲ្យមែនតើធ្វើបាបផ្លូវចិត្តកម្ពុជាច្រើនពេក
ហើយយើងហ្នឹងក៏មែនតើទៅក៏អត់ដឹងមានជំរឿសអីដែរយើងជាប្រទេសទូចមួយគ្មានប្រយោជន៍អីសម្រាប់គេទេហើយដល់ពេលខ្ញុំនិយាយថាមានអត់មានប្រយោជន៍អីសម្រាប់គេបងប្អូនខ្មែរយើងមួយចំនួនដែលជាតិនិយមជ្រុលហ្នឹងមករករឿងជេរបតិចខ្ញុំហ្នឹងថាអត់ឲ្យតម្លៃជាតិសាសន៍ឯងបន្តិចសោះថាយើងអត់មានតម្លៃបងប្អូនចែកឲ្យដាច់ឲ្យរវាងក្រូចនិងប៉មទឹកនិងប្រេងខ្ញុំនិយាយអំពីអ្វីដែលជាតម្លៃផ្នែកនយោបាយសម្រាប់ប្រទេសទាំងនេះយើងអត់មានទេប៉ុន្តែតម្លៃវប្បធម៌តម្លៃសិលធម៌អាណាតម្លៃបេតិកភណ្ឌនិយាយទៅភាពញញឹមរបស់ខ្មែររស់រាយរាក់ទាក់នេះគឺជាតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជាពិភពលោកគេស្គាល់យើងច្បាស់ហើយគុណធម៌គុណតម្លៃឬក៏ភាពល្អផូរផង់ប្រាសាទបុរាណយើងគឺជាបេតិកភណ្ឌពិភពលោកភ្ញៀវទេសចរក៏ចាត់ទុកថាជាវត្ថុអច្ឆរិយៈសម្រាប់ពិភពលោកគ្មានអ្នកណាគេបំភ្លេចកម្ពុជារឿងហ្នឹងទេតែកុំចែកគ្នាកុំលោកចូលគ្នាជាមួយនឹងរឿងនយោបាយឲ្យសោះរឿងនយោបាយគឺរឿងផ្សេងអញ្ចឹងបានខ្ញុំចិត្តតែណែនាំអប់រំឬក៏ផ្ដល់ជាយោបល់ឬក៏អាចថាជាអ្វីដែលអាចជួយបានហ្នឹងគឺចង់ឲ្យរបៀបដឹកនាំរដ្ឋយើងហ្នឹងគឺកុំឲ្យរបៀបផូរផង់ល្អអ្វីដែលជាសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់ខ្មែរដែលមានស្រាប់ហ្នឹងវាប្រឡាក់ប្រឡោះដោយរឿងនយោបាយទុច្ចរិតឬក៏នយោបាយមិនស្មោះត្រង់ស្មោកគ្រោករបស់អ្នកនយោបាយខ្មែរអញ្ចឹងទៅការរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យអីកុំឲ្យគេមើងងាយយើងស្ដាយខ្មែរយើងខំណាស់ប្រជាជនយើងឆ្លងកាត់សង្គ្រាមខ្ញុំចង់និយាយចឹងតើចង់ឲ្យថាពេជ្រយើងហ្នឹងគឺថាវាមានល្អពន្ធរាយឯងប៉ុន្តែវាអត់អាចចាំងពន្លឺបានណាដោយសារភាពស្រអាប់នៃផុកធូលីសម្រាមតែវាដាំងជាប់នៅភាពល្អផូរផង់នៃឆោពន់រាំងសីនៃពេជ្ររបស់យើងអត់លិចបានសោះវានៅតែស្រអាប់ចឹងវាគ្មានតម្លៃអីតតែសោះវាទាល់តែយើងយកទៅដោះខាត់លាងឲ្យភ្លឺបង្ហាញគេទៅបានគេឃើញថាពេជ្រមែនតើប៉ុន្តែឥឡូវនេះវានៅកប់ផុកវានៅស្រអាប់អញ្ចឹងចឹងបាននាំគ្នាជួយដោះខាត់វាដើម្បីយកទៅឲ្យអន្តរជាតិឃើញថាអូកម្ពុជាមានពេជ្រល្អណាស់ប៉ុន្តែឥឡូវហ្នឹងវាអត់ទេអញ្ចឹងហើយបានយកអត់សូវមានតម្លៃអីទេជាឆាកអន្តរជាតិគេអត់សូវយកចិត្តទុកដាក់យើងសពបែបយ៉ាងហើយគេអត់យកចិត្តទុកដាក់យើងហ្នឹងគឺមិនមែនកំហុសប្រជាពលរដ្ឋទេគឺកំហុសរបៀបដឹកនាំរដ្ឋព្រោះអីតែពេលគេអត់យកចិត្តទុកដាក់យើងសូម្បីតែគេមិនថ្កោលទោសពេលដែលថៃឈ្លានពានយើងដោយសារអីថៃគេនយោបាយការទូតគេព័ត៌មានគេឬក៏អីនៅឆាកអន្តរជាតិហ្នឹងគេមិនមែនល្អជាងយើងហ្មងទេថៃក៏ប៉ុន្តែគេមានប្រព័ន្ធផ្សព្វផ្សាយមានទំនាក់ទំនងការបរទេសហើយមុខមាត់គេនឹងវាមិនអាក្រក់ដូចយើងខ្លាំងពេកដល់អញ្ចឹងមានការអីគឺគេចាប់ផ្ដើមគិតថាអូកម្ពុជាមានប្រវត្តិអាក្រក់ច្រើនពេកអញ្ចឹងទៅគឺគេលំអៀងណាបងប្អូនរឿងលំអៀងហ្នឹងតាមពិតខ្ញុំថាវាជារឿងអយុត្តិធម៌សម្រាប់ជាតិយើងទេសម្រាប់ថ្នាក់ដឹកនាំយើងដែរខ្ញុំមែនតើទៅក៏គិតថាសហគមន៍អន្តរជាតិអយុត្តិធម៌សម្រាប់ប្រជាជាតិខ្មែរមួយនេះណានៅពេលដែលមានចំនួនជាមួយថៃមិនថ្កោលទោសថៃសូម្បីតែបន្តិចហើយឥឡូវមិនត្រឹមតែមិនថ្កោលទោសថៃអាមេរិកខ្លួនឯងនេះទៅយកលុយទៅជួយយោធាថៃជាង$100 លានហើយចិនខ្លួនឯងនេះទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃទៀតដែលធ្វើឲ្យយើងពិបាកក្រំគ្រាចិត្តប៉ុណ្ណាទៅបងប្អូនអញ្ចឹងបានថាអានេះវាជាមេរៀនមួយដ៏ជូរចត់សម្រាប់យើងដែរប៉ុន្តែមិនមែនបានន័យថាយើងប៉ុណ្ណឹងស្លាប់ខ្លួនទៅមិនមែនទេយើងយកអាការឈឺចាប់ហ្នឹងទឹកភ្នែករបស់យើងហ្នឹងជូតវាចេញឲ្យស្អាតហើយបន្តដំណើរទៅមុខទៀតយ៉ាងស្វាហាប់ដោយលួចងាកមើលអ្វីដែលជាកំហុសឆ្គងឲ្យកែវាអត់ខុសអត់ហក់ពេលទេចង់និយាយថាវាមិនយឺតពេលទេបើសិនជាយើងមានឆន្ទៈកែបង្រួមជាតិយើងស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យធ្វើឲ្យខ្មែរយើងខែងរែងថ្ងៃនេះខ្ញុំសរសើរលោកហ៊ុនម៉ាណែតទៀតហើយនៅសាររបស់គាត់មានសារពិសេសមួយនៅម៉ោង9យប់មុននេះ1ម៉ោងមុននេះកន្លះម៉ោងមុនការផ្សាយ1ម៉ោងមុនការផ្សាយរបស់ខ្ញុំនេះគឺគាត់ចេញសេចក្តីថ្លែងសារខ្លីមួយតាក់ទងនឹងវិធានការដោះស្រាយចំនួនព្រំដែនកម្ពុជាថៃហើយនៅក្នុងសាររបស់លោកហ៊ុនម៉ាណែតគ្មានពាក្យណាមួយដែលគាត់ផ្លិចពីរឿងមហាសាមគ្គីខ្មែរទេបង្រួមជាតិមហាសាមគ្គីខ្មែរទើបយើងបង្កើតអាភិបធន់របស់យើងធន់នឹងស្ថានភាពវិបត្តិខ្មែរខ្លាំងតែពាក្យទេឥឡូវហ្នឹងគឺយើងបានមេដឹកនាំស្អំ
ខ្ញុំពេញចិត្តនឹងសាររបស់មេដឹកនាំណាស់ដើម្បីសាមគ្គីឲ្យយើងធន់ប៉ុន្តែសប្តាហ៍នេះគឺម្នាក់បាក់ស្បាតផ្លូវចិត្តគ្រប់បែបយ៉ាងហើយរឿងច្រើនណាស់ដែលយើងមានបញ្ហាហើយដល់ពេលហើយយើងអាចដោះស្រាយបញ្ហាបានតែសារស្អំចិត្តពីថ្នាក់ដឹកនាំប៉ុន្តែជាសារប្រជាពិធព្រោះអីតែពេលគាត់ថាសាមគ្គីមហាសាមគ្គីហ្នឹងអាក្នុងចំណាត់ការរបស់រដ្ឋាភិបាលអត់ដែលធ្វើឃើញថាយើងបោះដៃជជែកគ្នារវាងគណៈបកកណ្ដាលអំណាចគណៈបកប្រឆាំងសកម្មជនអីអ្នកទោសមនសិការអីនៅពេញគុកអត់បានដោះលែងឲ្យទាល់តែដល់ថ្ងៃកំណត់ដោះលែងជាប់គុកគ្រប់ថ្ងៃគ្រប់នាទីគ្រប់ម៉ោងមកបានចេញពីគុកបើថាឲ្យថាសម្របសម្រួលអនុគ្រោះទោសឲ្យអត់មានទេកញ្ញាសេងធីរីនៅជាប់ពន្ធនាគារលោកកឹមសុខានៅជាប់គុកក្នុងផ្ទះ27ឆ្នាំធ្វើនយោបាយមិនបានសកម្មជនបរិស្ថានសកម្មជនសិទ្ធិមនុស្សសកម្មជនណែសហជីពសូម្បីតែខាងក្រមពលករ Nagawal នេះបុគ្គលិកកម្មករ Nagawal តវ៉ា4ឆ្នាំហើយបងប្អូននេះនៅសល់ថ្ងៃ13មករានេះគម្រប់4ឆ្នាំរបស់គាត់នៅក្នុងការតវ៉ាអត់មានដំណោះស្រាយតែដំណោះស្រាយនៅឯណាការបង្រួបបង្រួមផ្លូវចិត្តប្រជាពលរដ្ឋសាមគ្គីនឹងនៅឯណាបើសិនជារឿងគាត់នៅលើគោកគាត់តវ៉ាហាលភ្លៀងហាលខ្យល់4ឆ្នាំហើយអត់មានដំណោះស្រាយអីសោះយ៉ាងនេះហើយឥឡូវគាត់តវ៉ាទៅអត់ឈ្នះតកែដែលគេមានខ្នងបង្អែកមានអីអញ្ចឹងទៅអញ្ចឹងអំពើអយុត្តិធម៌នឹងវានៅច្បាស់ក្រឡែតពេកតើលេបចូលដែរទេហើយតើយើងនឹងអាចប្រាប់ថាយើងបង្រួបបង្រួមជាតិនេះយ៉ាងដូចម្ដេចទៅនៅពេលដែលក្រមសកម្មជននីមួយនៃបករៀងខ្លួននឹងជេរបចោគ្នាដូចអីអញ្ចឹងបានរឿងលោកចិនស៊ីបន្តិចដែលគេចាប់បញ្ជូនទៅដល់ថៃទៅដល់ចិននិយាយពីវល់ពេញបណ្ដាញសង្គម Facebook នឹងជេរបចោផ្ដាសាសិតតែខ្លះនឹងទៅជេរក្រុមប្រឆាំងនឹងថាយកស៊ីប៉ែរបស់ចិនស៊ីនឹងតាមពិតនឹងកម្ពុជានឹងគេសហការជាមួយចិនសោះនឹងទៅថាបានគុណស្រ័យពីសហគមន៍អន្តរជាតិដាក់សម្ពាធពីក្រៅឯណាបើកម្ពុជាគេសហការដើម្បីចាប់កម្ចាត់ចិនស៊ីអីឡាក់នឹងឡាក់ថាបកប្រឆាំងនឹងស៊ីប៉ែបកប្រឆាំងនឹងទៅដោយថាឆ្លើយឆ្លងទៅវិញយូវល់ជជែកតែពីរឿងអ្នកណាយកជ័យអភ័ណ្ឌអត់និយាយពីរឿងគោលដៅចិនស៊ីនេះហាវាគ្រាន់តែជាទឹកមួយដំណក់នៅក្នុងមហាសាគរដ៏ធំធេងនៃអំពើអូក្រិដ្ឋនៅប្រទេសកម្ពុជាទេចាប់លោកចិនស៊ីនេះគឺគ្រាន់តែជាចំណុចចាប់ផ្ដើមទេមិនមែនជាទីបញ្ចប់ទេចំណុចចាប់ផ្ដើមនៃបញ្ហាចាក់ស្រេះនៅប្រទេសកម្ពុជាហើយថ្ងៃនេះខ្ញុំនឹងអានសាររបស់អ្នកកាសែតអតីតអ្នកកាសែតចិនម្នាក់ដែលធ្លាប់ធ្វើការនៅប្រទេសកម្ពុជាហើយក៏ទ្រាំមិនបាននឹងការធ្វើទុកបុកម្នេញក៏ភៀសខ្លួនដើម្បីសុវត្ថិភាពទៅប្រទេសក្រៅបាត់ហើយកាលពីឆ្នាំ2025ហ្នឹងហើយគាត់ក៏បានឃើញគេចាប់លោកចិនស៊ីគាត់ក៏ចេញសារមួយដើម្បីបង្ហាញអំពីអ្វីដែលនៅពីក្រោយហ្នឹងខ្ញុំនឹងបញ្យល់រឿងនេះបន្តិចព្រោះអីគាត់បានសរសេរអត្ថបទនេះប្រហែលជា10ទំព័រជាងវែងណាស់អានយ៉ាងជក់ចិត្តជាអ្នកសារព័ត៌មានមួយរូបដែលដឹងមួយជ្រុងទៀតក៏ប៉ុន្តែមុននឹងខ្ញុំចូលដល់ចំណុចហ្នឹងខ្ញុំគ្រាន់តែជម្រាបជូនថាលុយរបស់សហគមន៍ឬក៏សហរដ្ឋអាមេរិកជួយថៃនេះវាជារឿងរឹតចំណងអញ្ចឹងបានថាចំនួនកម្ពុជានិងថៃគ្មានថ្ងៃបានស្បើយទេដោយសារសហគមន៍អន្តរជាតិគេអត់នៅខាងយើងហើយការដែលអត់នៅខាងយើងមិនអត់នៅខាងយុត្តិធម៌ទេគឺដោយសារតែនយោបាយវារឹតរួតពេកគឺគេគិតតែកេងចំណេញនយោបាយរបស់គេទេដូច្នេះហើយបានជាយើងអត់អាចនឹងធ្វើនយោបាយជាមួយនឹងអន្តរជាតិឈ្នះទេម៉ោងនេះគឺសហគមន៍អន្តរជាតិគេនៅខាងថៃភាគច្រើនបើហេតុអីបានជាខ្ញុំសន្និដ្ឋានថាសហគមន៍អន្តរជាតិនៅខាងថៃភាគច្រើននេះគឺដោយសារតែសហគមន៍អន្តរជាតិគ្មានស្ថាប័នណាមួយថ្កោលទោសថៃសូម្បីតែមួយពាក្យយើងអាចសន្និដ្ឋានបានហើយអំពើដ៏ខុសឆ្គងបែបនេះអត់ហ៊ានថ្កោលទោសយើងមើលប្រធានាធិបតីអាមេរិកដែលជាមនុស្សអស្ចារ្យមហាអំណាចលោកត្រាំចង់ធ្វើអីក៏បានទៅចាប់លោកម៉ាឌូរ៉ូក៏បួចយកមកកាត់ទោសនៅបូរីញូវយ៉កដោយសារអំណាចយោធារបស់អាមេរិកមិនទាំងឆ្លងរដ្ឋសភាអាមេរិកផងប៉ុន្តែយើងមើលសារថ្កោលទោសពេញពិភពលោកអឺរ៉ុបក៏គេមិនសប្បាយចិត្តប្រទេសដទៃទៀតក៏គេមិនសប្បាយចិត្តសូម្បីតែប្រជាពលរដ្ឋអាមេរិកខ្លួនឯងសូម្បីតែតំណាងរាស្ត្រអាមេរិកខ្លួនឯងក៏ថ្កោលទោសលោកត្រាំដែរ
mình men pin chặt lục Maduro thế còn tay mình pin chặt vấy đa chia mặt show bay để tự chập lục Maduro anh chẳng xóm ao miên nị tệวิธีตามផ្លូវច្បាប់ជាតិអន្តរជាតិអីសភាអីរដ្ឋាភិបាលមានប្រព័ន្ធច្បាប់អីត្រឹមត្រូវអីចឹងទៅគេក៏មានគេហៅថាវាមិនមែនមើលមិនឃើញសោះអូលោកត្រាំធ្វើល្អនាំគ្នាស្អប់ Maduro គ្រប់គ្នាអញ្ចឹងបន់ឲ្យតា Maduro អាលាយធ្វើនឹងត្រូវអត់អាលីងគេអត់មានឲ្យអញ្ចឹងផងឃើញគេធ្វើថ្កោលទោសលោកត្រាំបានណារុស្ស៊ីឈ្លានពានអ៊ុយក្រែនប្រទេសគ្រប់គ្នាឈ្លានពានថ្កោលទោសអំពើសំបីតែប្រទេសកម្ពុជាខ្លួនឯងនេះដែលមានសម្ព័ន្ធភាពដូចថាកាន់ជើងរុស្ស៊ីច្រើនដែរប៉ុន្តែនៅក្នុងសង្គ្រាមអ៊ុយក្រែនកម្ពុជាខ្លួនឯងក៏មានភាពក្លាហាននៅក្នុងការអំពាវនាវសុំឲ្យដោះស្រាយបញ្ហាអ៊ុយក្រែននិងរុស្ស៊ីតាមសន្តិវិធីអីចង់និយាយថាក្នុងន័យថាអំពើឈ្លានពានរដ្ឋអធិបតេយ្យហ្នឹងគឺជាមិនអំពើសមស្របអីចឹងដូចថាមានចឹងដែរអត់តែចិនទេដែលមិនថ្កោលទោសរុស្ស៊ីនោះភាគច្រើនគឺប្រទេសសេរីគេថ្កោលទោសរុស្ស៊ីគ្រប់គ្នាតែដល់មកចូលដល់កម្ពុជានិងថៃអត់មានអ្នកណាមើលឃើញថាថៃឈ្លានពានហើយមិនត្រឹមតែមើលមិនឃើញថៃឈ្លានពានឥឡូវឲ្យថៃនឹងជាអ្នកសរសេរប្រវត្តិសាស្ត្រទៀតក្រសួងការបរទេសថៃតាមរយៈលោកនីខុនដេតបឡាំងកូរ៉ាចេញសារពមៀនមកភាគីកម្ពុជាប្រហែល2ថ្ងៃនេះប្រាប់ថាហាមកម្ពុជាប្រើឃ្លាថាថៃឈ្លានពានកម្ពុជាតទៅទៀតនេះរំលោភយើងអស់ចិត្តហើយនឹងហាមប្រើពាក្យថាគេរំលោភយើងទៀតឲ្យប្រើពាក្យថាម៉េចឲ្យពាក្យថាម៉េចរួមមេត្រីដោយស្មោះស្ម័គ្រដោយគេហៅ consent ព្រមព្រៀងគ្នាមកចាប់រំលោភគេដែលគេមិនព្រមសោះហ្នឹងបំផ្លាញទ្រព្យសម្បត្តិគេចាប់គេធ្វើបាបគេហើយលួចឆក់ប្លន់អីសពបែបយ៉ាងគំរំលោភច្បាប់ជាតិអន្តរជាតិធម្មនុញ្ញអាស៊ានសពបែបយ៉ាងអត់ឲ្យជនរងគ្រោះនិយាយថារំលោភដោយសារអីបងប្អូនថៃបានចិត្តឡើងចាងដោយសារអីអន្តរជាតិអត់មានអ្នកណាថ្កោលទោសថៃហើយអ្នកដែលមានឥទ្ធិពលបំផុតដើម្បីនាំដើម្បីអន្តរជាតិថ្កោលទោសថៃគឺសហរដ្ឋអាមេរិកអត់ថ្កោលទោសថៃមិនត្រឹមតែប៉ុណ្ណឹងមិនដាក់ទណ្ឌកម្មថៃអីទាំងអស់ដំបូងហ្នឹងឃើញដូចជាលូកលហឈប់ជជែកគ្នារឿងពុនដាពុនសំទោសពុនអាកណែ reciprocal អាពុនបដិការអីគេនោះសត្វតែអីណាថាបើថៃមិនព្រមងាកទៅគោរពបាត់ឈប់បាញ់វិញឈប់ចោះចារឿងបទូបថយពុនឲ្យថៃបានតែមួយថ្ងៃមិនទាន់ផងទៅដកឃ្លានឹងមកដកពាក្យនឹងមកវិញថាអត់ទេគ្រាន់តែផ្អាកសិននេះតែអត់តាក់ទងនឹងលក្ខខណ្ឌឲ្យថៃគោរពបាត់ឈប់បាញ់អត់មានហ៊ានដាក់ទណ្ឌកម្មថៃសូម្បីតែបន្តិចអានេះហើយបានជាខ្ញុំនិយាយថានយោបាយការទូតរបស់កម្ពុជាបរាជ័យហើយខ្ញុំមិននិយាយថាយើងមិនបានប្រឹងទេយើងប្រឹងណាស់បងប្អូនមើលទៅលោកប្រាក់សុខុនណាលោកមន្ត្រីក្រសួងការបរទេសកម្ពុជាទៅត្រុកលោកសុនចន្ទថលណាទៅជួបគេទៅដូចថាមន្ត្រីយើងគ្រប់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលជួបដើម្បីប្រឹក្សាផ្ដល់ព័ត៌មានអង្គទូតអាស៊ានសង្កេតការអីហ្នឹងគឺថាផ្ដល់ព័ត៌មានអនុព័ន្ធយោធាអង្គទូតអង្គការសហប្រជាជាតិយើងប្រើប្រាស់គ្រប់អស់ហើយយន្តការនៅក្នុងការជូនដំណឹងបងប្អូនយើងប្រឹងណាមន្ត្រីរាជការយើងប្រឹងណាប៉ុន្តែបងប្អូនដូចខ្ញុំនិយាយចឹងថាការប្រឹងនេះវាហាក់បីដូចជាយើងដូចថាវាអត់មានសេរីភាពនៅក្នុងការទទួលបានយុត្តិធម៌ដោយសារអីដោយសារមុខមាត់យើងទេហើយតិចទៅថាមន្ត្រីខ្មែរអត់បានប្រឹងឃើញពួកគាត់ប្រឹងណាស់បញ្ហាដោះស្រាយព្រំដែនប្រជាពលរដ្ឋជនភៀសឹកជនអន្តោប្រវេសន៍ពលករចំណាក់ស្រុកវិលមកខ្មែរវិញប្រឹងឃើញប្រឹងគ្រប់គ្នាខ្ញុំមិនគិតថាពួកគាត់មិនប្រឹងទេប៉ុន្តែអានេះគឺជាការប្រឹងដើម្បីគ្រាន់តែទប់អាបញ្ហាដែលវាកើតឡើងមិនមែនជាការដែលយើងគិតថា10ជំហានទៅមុខទៀតបង្ការបញ្ហាកុំឲ្យកើតមានណាគឺយើងនិយាយទៅគឺវិធីដែលខ្មែរយើងដោះស្រាយសពថ្ងៃគឺដោះស្រាយពេលដែលបញ្ហាកើតឡើងយើងអត់មានដំណោះស្រាយដើម្បីទប់កុំឲ្យគេហៅថាអាវិធានការបង្ការយើងអត់មានណាបងប្អូនយើងគឺថាយើងដើរដល់ណាគេហៅដូចថានយោបាយអង្គកំប៉ុងណាបងប្អូន
អាំងកកំប៉ុងហ្នឹងគឺបានន័យថាយើងអត់ទៅទិញស្រូវមកការ៉ុងឬអង្គមកការ៉ុងយកមកទុកផ្ទះឬក៏10 20ការ៉ុងហើយដើម្បីដូចថាត្រូវការពេលណាយកមកប្រើគឺយើងដល់ពេលដាំបាយយើងទៅតូបចាប់រួយទិញអង្គពីកំប៉ុងមកដាំមកពេលអញ្ចឹងទៅដល់តែពេលបាយល្ងាចទៅទិញមក2 3កំប៉ុងទៀតទៅព្រោះការដែលធ្វើនេះគឺខ្ញុំមិនវាយតម្លៃទេគឺយើងធ្វើរបៀបហ្នឹងហេតុអីបានធ្វើរបៀបហ្នឹងគឺដល់តែពេលមានបញ្ហាចាំយើងទប់ឧទាហរណ៍ពេលដែលមានគេវាយប្រើបានយើងដឹងថាយើងអត់មានអាវក្រោះបានយើងដឹងថាយើងពាក់ស្បែកជើងផ្ទាត់បានយើងដឹងថាទាហានយើងខ្វះចុះប៉ុន្តែអាមុននឹងវាយប្រើហ្នឹងតែយើងអត់ដឹងថាអាហ្នឹងជារឿងខ្វះខាតទេចឹងនៅពេលដែលមានបញ្ហាជាមួយថៃភ្លាមដល់តែយើងបានយើងដឹងថាសហគមន៍អន្តរជាតិអត់គាំទ្រយើងតែយើងអត់ដឹងពីមុនមកថាគេអត់គាំទ្រយើងទេព្រោះយើងធ្វើរបៀបអង្គកំប៉ុងបានន័យថាគេកោតទោសយើងយ៉ាងម៉េចគេណែនាំយើងយ៉ាងម៉េចក៏តែយើងមិនស្ដាប់យើងធ្វើផ្កើនមួយគឺដើម្បីអីយកប្រជារាស្ត្រជាចំណាប់ខ្មាំងប្រជារាស្ត្រ17លាននាក់ជាចំណាប់ខ្មាំងដោយប្រើស្អីភាពលប់ឡាយនៃតុលាការនៃប្រព័ន្ធបោះឆ្នោតដែលគិតថាអូនៅពេលដែលមលាយគណៈបកប្រឆាំងចោលទៅហើយរៀបចំការបោះឆ្នោតមួយដែលមានគណៈបកនយោបាយចូលរួមមកកណកដឹកទៅស្ថានីយ៍បោះឆ្នោតទៅហើយទៅបោះឆ្នោតអីអញ្ចឹងទៅមាន8 9លានអ្នកទៅបោះឆ្នោតលទ្ធផលបោះឆ្នោតហ្នឹងចេញមកបើប្រជាពលរដ្ឋទៅបោះឆ្នោតក៏ខឹកអញ្ចឹងតើហេតុអីអាហ្នឹងមិនប្រជាធិបតេយ្យទៅប្រាប់គេអញ្ចឹងវិញទៅបង្រៀនប្រទេសប្រជាធិបតេយ្យថាបើណឯងស្គាល់ប្រជាធិបតេយ្យអត់នេះហើយជាប្រជាធិបតេយ្យប្រជាពលរដ្ឋទៅបោះឆ្នោតគ្រប់គ្នាក៏ប៉ុន្តែអត់មើលសោះថាតាគេទៅបោះឆ្នោតហ្នឹងដោយការគម្រាមកំហែងអីគេខ្លះតើគេមានគណៈបកនយោបាយមេបកនយោបាយគេដែលគេចង់បោះឲ្យនឹងមានអត់នៅក្នុងស្ថានីយ៍បោះឆ្នោតហ្នឹងតើយើងបានលាយគេចោលអស់ហើយធ្វើទុកបុកម្នេញអ្នកកសែតអ្នកសារព័ត៌មានឬក៏មន្ត្រីបកហ្នឹងយ៉ាងម៉េចនៅក្នុងការដែលមិនអាចចូលរួមបានហើយតើគណៈបកនយោបាយដែលចូលរួមហ្នឹងទៅអោបជើងក្រែរបស់ឬក៏ត្ររដ្ឋាភិបាលគណៈបកកណ្ដាលអំណាចនាំគ្នាវាយប្រហារក្រមប្រឆាំងឲ្យដេកដួលគណៈបកដែលបង្កើតមកគ្រាន់តែលំអសួនប្រជាធិបតេយ្យឲ្យល្អមើលតាមពិតទៅបំផ្លាញប្រជាធិបតេយ្យអត់មើលឃើញអារឿងហ្នឹងដល់ពេលអញ្ចឹងគេយល់ថាវាអត់ដែលមានការបោះឆ្នោតឯណាដែលគណៈបកប្រឆាំងអត់មានសោះហើយទៅយើងគិតថាមានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌វាគ្រាន់តែជាការបោកបន្លំប្រជាពិធបោកបានតែខ្មែរគ្នាឯងទេព្រោះអីប្រព័ន្ធផ្សព្វផ្សាយយើងប្រកែបោកតែដល់ពេលសហគមន៍អន្តរជាតិគេគ្រាន់តែមើលមកគេឃើញថាដូចបៃលុកបៃឡអញ្ចឹងហើយទៅគេអត់ជឿដល់ពេលគេអត់ជឿគេឲ្យយើងស្ដារយើងថាស្ដារមិនទៀតយើងនយោបាយយើងគ្រប់គ្រងបកប្រឆាំងអកតេមើងងាយរដ្ឋាភិបាលបើឆន្ទៈប្រជាពលរដ្ឋគេទៅបោះឆ្នោត8លាន9លានអ្នកហើយមិនយកតាមប្រទេសណែឯងសេរីប៉ុណ្ណាទៅហេតុអីក៏សេរីប្រជាធិបតេយ្យបែបកម្ពុជាគេធ្វើមិនកើតចង់បានប្រមាណអីចឹងជោគវាសនារបស់កម្ពុជាគឺកម្ពុជាអ្នកសម្រេចអ្នកឯងជារដ្ឋបរទេសមិនអាចមកលូកដៃជ្រៀតជ្រែកអីលាក់នឹងលាក់ស្អីក៏ចេះនិយាយបានដែរពាក្យហ្នឹងមិននិយាយខុសទេនិយាយត្រូវនៅក្នុងន័យថាអត់ព្រមកែតែខំប្រឹងការពារនិយាយតែការពារហ្នឹងអត់និយាយការពិតទេដោះសារអត់និយាយដោះស្រាយទេដល់ពេលហើយគេស្គាល់ចរិតយើងមន្ត្រីស៊ើបអង្កេតអង្គការសហប្រជាជាតិអីមន្ត្រីសិទ្ធិមនុស្សអីគេរិះគន់យើងសពបែបយ៉ាងអត់ស្ដាប់គេដល់ពេលយូរទៅអាគេឈ្មោះយើងហ្នឹងគឺវាអញ្ចឹងបានយើងអង្គកំប៉ុងហ្នឹងហើយដល់ពេលមានការអីបានយើងដឹងថាអូយើងអាចកោហ្នឹងតែបើគេនិយាយមិនបានតែយើងស្ដាប់បើយើងអត់ទាំងព្រោះអាការដែលមិនស្ដាប់ហ្នឹងគឺដោយសារតែយើងអឺអីនៅពេលដែលប្រព័ន្ធដឹកនាំរដ្ឋមានអំពើពុករលួយបកពួកនិយមអញ៉ែអញ៉ៃវាធ្វើឲ្យคล้ายជាជំរុកនៃដង្កូវភក់ជ្រាំនៃពួកអក្រិតជនគេឆោបោកគេបោកប្រាស់ប្រជាពលរដ្ឋគេយកយើងជាមជ្ឈមណ្ឌលមកស៊ីរូងផ្ទៃក្នុងធ្វើឲ្យរាស7 10លានអ្នកហ្នឹងគឺរងវេទនាដោយសារអារឿងអនុញ្ញាតឲ្យពួកគេមកធ្វើឲ្យពួកគេធ្វើអីបានសែងចិត្តដោយក្រុមលោកចិនស៊ីអីវិញចិនស៊ីម្នាក់ឯងធ្វើអីវាមិនកើតទេក៏ដោយសារតែមានអារបៀបដឹកនាំរដ្ឋហ្នឹងជួយសន្តោសប្រប្រណីបិទបាំងលាក់អីទាំងអស់ទៅគឺធ្វើឲ្យអាប្រព័ន្ធហ្នឹងវាទៅរលួយអញ្ចឹងទៅហើយអ្នកដែលវេទនាគឺប្រជាពលរដ្ឋហ្នឹងពេលគេបាន10មកគេយកមកចែកមួយហ្នឹងគឺគេល្អគឺគេជួយប៉ុន្តែគេលួច9នៃបាត់ទៅហើយដូច្នេះប្រជាពលរដ្ឋហ្នឹងអត់បានឃើញទេដោយសារអីអាប្រព័ន្ធផ្សព្វផ្សាយហ្នឹងគឺបានតែអញ្ចឹងហើយអាច័យធ្លាក់ទឹកបោករហូតប្រជាពិធ
រឿងពិតផ្សាយជាប់គុកអស់ហើយដល់អញ្ចឹងប្រជាពលរដ្ឋអត់បានស្ដាប់ព័ត៌មានពិតទាំងអស់ហ្នឹងគឺជាការកសាងឲ្យយើងមានបញ្ហាខ្លួនឯងដល់ពេលអញ្ចឹងអន្តរជាតិគេមិនគ្រប់គ្រងយើងបែកបាក់គ្នាមានឆ្លោះជាមួយថៃយើងខ្សោយខ្លួនឯងចឹងបាទខ្ញុំថាវាមិនទាន់ហួសពេលទេសឹងស្ដារឡើងវិញទៅហើយឥឡូវមកដល់ម៉ោងណាលោកហ៊ុនម៉ាណែតគាត់និយាយចេះក្នុងសារពិសេសរបស់គាត់ថ្លែងអំពីដំណោះស្រាយចំនួនព្រំដែនមុននេះហ្នឹងគាត់ថាកម្ពុជានៅតែបដិញ្ញាអនុវត្តយន្តការដែលមានស្រាប់ទាំងអស់ដើម្បីដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីខ្ញុំពេញចិត្តណាស់ឃ្លាគាត់ព្រោះគ្មានចំនួនព្រំដែនឯណាដែលដោះស្រាយដោយសង្គ្រាមប្រដាប់អាវុធបានជោគជ័យទេឃ្លានេះគឺជាឃ្លាដ៏ត្រឹមត្រូវគឺយើងដោះស្រាយដោយសន្តិវិធីប្រើយន្តការការទូតយន្តការអន្តរជាតិយន្តការច្បាប់អន្តរជាតិនិយាយទៅគឺជាភាសាដ៏ត្រឹមត្រូវគ្មានបាត់ពាក្យណាមួយដែលយើងគិតថាគួររិះគន់គាត់បានទេគឺត្រឹមត្រូវទាំងអស់ក៏ប៉ុន្តែនៅក្នុងយន្តការដែលយើងកំពុងតែប្រាប់មកហ្នឹងគឺជាយន្តការស្អំចិត្តប្រជាពលរដ្ឋយន្តការអន្តរជាតិយើងធ្វើអស់ហើយការទូតយើងធ្វើអស់ហើយច្បាប់អន្តរជាតិគឺយើងធ្វើតែក្នុងករណីដែលរាយការណ៍ទៅអង្គការសហប្រជាជាតិទូពិតប្រាប់គេទេប៉ុន្តែច្បាប់អន្តរជាតិមែនតែនដើម្បីប្តឹងថៃហ្មងគឺយើងអត់ដាក់ប្តឹងទេនិយាយទៅគឺយើងនៅកវ៉ែលតែអត់ព្រមចូលទៅចំចំណុចគោលដៅអានោះដូចយើងបាញ់ស៊ីបចឹងហ่าបងប្អូនមកគ្រាប់ទៅគឺចំខ្សែនៅខាងក្រៅហ្នឹងប៉ំបន្តិចចិត្តចូលដល់មកគ្រាប់ទៀតទៅគឺថាបាញ់ព្រួញយើងហ្នឹងគឺជុំវិញរង្វង់ហ្នឹងទាំងអស់វាអត់ធ្លាក់ចេញពីក្តារបាញ់ហ្នឹងទេប៉ុន្តែសួរថាគេឲ្យបន្ទុអត់វាអត់តោះតែយើងបាញ់ចូលនៅក្នុងរង្វង់ផ្ទាំងស៊ីបគេហ្នឹងហើយយើងនៅតែអញ្ចឹងនៅតែបាញ់គ្រាប់នៅតែចង់ឃើញបកែដែរដៃនឹងមើលទៅដូចរៀងត្រង់ដែរគាត់ថាត្រង់ចំតែខាងក្រៅរង្វង់ឯងអត់ចូលទៅក្នុងរង្វង់ហើយមកប្រាប់ប្រជាពលរដ្ឋថាកុំអីកុំភ័យយើងជឿជាក់លើរដ្ឋាភិបាលទៅឃើញដៃយើងត្រង់តាយើងបាញ់ទៅឃើញផ្ទាំងស៊ីបគឺយើងបាញ់អត់ឲ្យផុតមានចេញមួយគឺថានៅចំលើក្តារហ្នឹងប៉ុន្តែវាអត់ត្រូវអាចចំណុចដែលផ្ទាំងស៊ីបហ្នឹងសោះវានៅតែលើក្តារហ្នឹងឯងអត់បានបន្ទុសោះអញ្ចឹងហើយមកដល់ម៉ោងហ្នឹងលោកហ៊ុនម៉ាណែតនៅតែនិយាយថាយើងនឹងប្រើយន្តការច្បាប់អន្តរជាតិប៉ុន្តែរដ្ឋាភិបាលមកដល់ម៉ោងនេះអត់មានប្រាប់ប្រជាពលរដ្ឋសោះតើយន្តការអន្តរជាតិហ្នឹងកាលបានដាក់ប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិកាលហើយកាលហ្នឹងគឺបើសិនជាស្អំចិត្តប្រជាពលរដ្ឋក៏គួរអាសូរទ្រូងប្រជាពលរដ្ឋកុំឲ្យគេស្រែកកោកសឹកមាត់តដោកឆ្អិតតាពូក្បីគឺប្រាប់ផងថាឥឡូវក្រមការងាររដ្ឋាភិបាលបានធ្វើដល់ដំណាក់កាលនេះហើយស៊ើបអង្កេតភ័ស្តុតាងបានប៉ុណ្ណេះហើយយើងនៅខ្វះប៉ុណ្ណេះភាគរយទៀតឥឡូវយើងបានប៉ុណ្ណេះហើយមេធាវីយើងបង្កើតបានគ្នាប៉ុណ្ណេះហើយយើងនឹងដាក់ប្តឹងតំបន់នេះប៉ុណ្ណេះហើយការប្រវត្តិប្រាប់ប្រជាពលរដ្ឋឲ្យដឹងថាតើពេលណាទៅដាក់មែនរួចខ្លួនចេះថាយើងនឹងប្រើយន្តការអន្តរជាតិច្បាប់ទៅតុលាការព្រំប្រទានអន្តរជាតិនិងយុត្តិធម៌អន្តរជាតិបើប្តឹងត្រូវការពេល3ទៅ5ឆ្នាំទម្រាំដោះស្រាយប៉ុន្តែ3ទៅ5ឆ្នាំគឺយើងរាប់នៅពេលដែលយើងដាក់ប្តឹងហើយបើយើងអត់ទាន់ដាក់ប្តឹងបានន័យថា5ឆ្នាំទៀតបានដាក់យើងរាប់5ទៅ10ឆ្នាំទៀតទៅតែអង្កលបានដល់ត្រៃនោះបើយើងអត់ទាំងចាប់ផ្ដើមជំហានដំបូងនៃការធ្វើដំណើរផងហ្នឹងយើងនៅតែរេរងចឹងរហូតហើយប្រជាពលរដ្ឋដល់ពេលប្រាប់គាត់ពីរឿងហ្នឹងគាត់មករករឿងថាយើងសម្ោចក្នុងខោអត់ជឿលើរដ្ឋាភិបាលគេកំពុងតែធ្វើការគេប្រើយន្តការទ្វេភាគីដោះស្រាយតាមយន្តការដែលមានស្រាប់អនុវត្តគោរពបានខ្ជាប់ខ្ជួនតាមបទឈប់បាញ់យើងគោរពតែខ្លួនយើងហ្នឹងបទឈប់បាញ់ហ្នឹងថៃមានគោរពអីណាទៅមើលថៃជីកដាក់បេតុងថាខ្ទេចខ្ទីអស់អាលីងវាយខ្ទេចខ្ទីអស់ហើយធ្វើរហូតនិយាយទៅថៃស្រមោចក្នុងខោមួយថ្ងៃថៃអត់តនេទេគឺគេអត់តនេទេណាគឺគេរវល់ណាស់គេមិនមានពេលតនេដូចយើងចឹងទេយើងរវល់តែមាត់ជេរគ្នាទេយើងតែបន្តិចគ្នាទេគឺយើងនាំគ្នាដូចថាអួតបន្តិចក៏បន្តិចអួតក៏អួតដែរឲ្យតែបានអីហ្នឹងយើងអួតតែចឹងទៅប៉ុន្តែរឿងថៃហ្នឹងគឺគេនៅត្រង់សេផងគេផ្លូវឡើងទៅភ្នំនេះទៅប្រាសាទនេះទៅអីហ្នឹងគេចាក់បេតុងគេចាក់អីលេនឋានគេធ្វើរហថ្ងៃអាហ្នឹងហើយបានតែថាយើងចាំអីទៀតខ្ញុំកំពុងតែឆ្ងល់យើងចាំថៃដោះស្រាយព្រំដែនតាមដោយសន្តិវិធីគណៈកម្មាធិការព្រំដែនសីមា JBC របស់យើងហ្នឹងទៅសុំគេ2ដងដោយសុំភ្លើងយក្សគេថាអត់មានជួបប្រជុំអីផងហើយឥឡូវយកដីយើងដល់14កន្លែងដែលរដ្ឋាភិបាលប្រកាស
តាមពិតមន្ត្រីបពប្រឆាំងថាទាហានជួមុខជួយផ្ដាល់យោបល់មកថាដល់35កន្លែងឯណោះហើយឥឡូវអាចទាំងអស់ហ្នឹងថាឥឡូវ35ឬ14អីទៅឥឡូវថា14ហ្នឹងចុះតើយើងមានបានប្តឹងទៅថៃឬក៏ដាក់ដោះស្រាយបញ្ហានេះយ៉ាងម៉េចព្រោះអីយើងបានតែទៅពឹងគេឲ្យមកជួយវាស់វែងហើយបើគេប្រាប់ថាគេអត់វាស់គេចាំរដ្ឋាភិបាលថ្មីគេរដ្ឋាភិបាលថ្មីគេតើតែខែកុម្ភៈបោះឆ្នោតឲ្យមុំរាប់លទ្ធផលបោះឆ្នោតមុំតែរៀបចំរដ្ឋាភិបាលមុំចូលស្បត់កាន់តំណែងមុំអីណោះពីម៉ានខែ3ខែ4ចូលឆ្នាំខ្មែរទៀតហើយចុះប្រជាពលរដ្ឋដែលអត់បានចូលទៅលំនៅឋានវិញមិនទៅហើយចឹងអាផោះតាងហ្នឹងវាកាន់តែយ៉ាងម៉េចហើយគេកាន់តែសាងទៅសាងច្រើនយើងសង្ឃឹមថាសាងអីសាងទៅធ្វើអីធ្វើទៅតែពេលតែយើងនេះមកយើងចូលទៅយកមកពីណាបើគេដាក់លេនឋានគេមកកាលលើកមុនឡើងងើបមកគ្រាន់តែបាញ់គ្នាត្រូវខ្លះឥឡូវមានលេនឋានគេឡើងពេញអស់ហើយបលាលួសគេរត់មានកុងតឺន័រមានអីផងស្អីស្កាសហ្នឹងយើងគិតតែសង្ឃឹមទៅយកគេតាមកម្លាំងប្រដាប់អាវុធមែនហើយយើងឲ្យគេចេញមែនតាមពិតខ្ញុំយល់ស្របតាមរដ្ឋាភិបាលកម្ពុជាចំណុចមួយថាបើយើងប្រើយន្តការអន្តរជាតិគឺយើងមិនទទួលស្គាល់ព្រំដែនប្រែប្រួលដោយការប្រើកម្លាំងប្រដាប់អាវុធជាការត្រឹមត្រូវ 100% ប៉ុន្តែតើតែយើងប្តឹងរឿងសេចក្តីជូនដំណឹងហ្នឹងវាគ្រាន់តែបានថាស្អំចិត្តប្រជាពលរដ្ឋប៉ុន្តែអត់ទាំងប្តឹងផងឥឡូវឧទាហរណ៍គេបើកស្រាបើកឡានស្វឹងជិះឡានស្វឹងស្រាបុកស្លាប់បងប្អូនយើងជាជនរងគ្រោះយើងថាំងខ្ញុំនឹងអនុវត្តវិធានការច្បាប់ប្តឹងណែឯងទារសំណងឲ្យទាល់តែបានឲ្យណែឯងជាប់គុកហើយនៅតែថាអញ្ចឹងខ្ញុំនឹងប្រើប្រាស់ច្បាប់ដែលមានស្រាប់នឹងប្តឹងណែឯងចាប់ឲ្យដាក់គុកហើយសងសំណងប៉ុន្តែអត់ដាក់ពាក្យប្តឹងហ្នឹងហើយយើងចេះតែថាអញ្ចឹងប្រាប់បងប្អូនទៅកុំមាត់តិចទៀតដាក់អត់ព្រមដាក់ហើយគេចេះតែឆ្ងល់ចុះហេតុអីបានត្រូវការចាំយើងសង្ឃឹមថាមានការចរចាទ្វេភាគីដែលចរចាទ្វេភាគីបានផលពីណាមកយកហើយចរចាជាមួយថៃអត់ដែលបានផលទេឆ្លោះគ្នាដោយសាររឿងចរចាទ្វេភាគីតែអត់ចង់ឲ្យមានសង្គ្រាមទេថៃខ្លាចបំផុតអតឡាការអន្តរជាតិនឹងថៃខ្លាចបំផុតច្បាប់អន្តរជាតិនឹងអញ្ចឹងហើយបានថាពេលដែលយើងប្តឹងខ្មែរយើងមិនស្រួលអាចខ្លាចគេចោទថាយើងរំលោភបំពានអាច្បាប់កិច្ចព្រមព្រៀងឈប់បាញ់នឹងដឹងថាបើដាក់ប្តឹងគេថាយើងនឹងសម្ោចក្នុងខោទេដឹងបានតែចេះតែនៅអត់ព្រមដាក់សោះអញ្ចឹងខ្លាចគេចោទយើងថារំលោភបំពានបាត់ឈប់បាញ់ក៏តែមិនដឹងព្រោះអីតែយើងប្តឹងទៅគេថាយើងអត់ព្រមរយន្តការដោះស្រាយទ្វេភាគីយើងទៅរយន្តការអន្តរជាតិដែលអត់មានចែងនៅក្នុងកិច្ចព្រមព្រៀងក៏តែមិនដឹងប៉ុន្តែបងប្អូនថៃបំពេញវាអត់មានតាក់ទងនឹងកិច្ចព្រមព្រៀងអីទាំងអស់តាក់ទងនឹងបទល្មើសនៃអំពើឈ្លានពានស្លាប់ទាហានស្លាប់ជនស៊ីវិលយើងដូច្នេះច្បាប់គឺច្បាប់តែមានបទល្មើសត្រូវតែមានអ្នកទទួលទោសហើយត្រូវតែដាក់ពាក្យប្តឹងបើយើងមិនប្តឹងគឺចាត់ទុកជាអាសាបងហើយថ្ងៃណាប្តឹងខ្ញុំអត់ដឹងឥឡូវខ្ញុំបន្តទៅទៀតបងប្អូនការនិយាយនេះគឺនិយាយដោយសារតែអាណិតរដ្ឋាភិបាលកម្ពុជាដែរឲ្យប្រជាពលរដ្ឋនឹងជឿជាក់លើខ្លួនទៅជឿជាក់លើការដឹកនាំខ្ញុំថាបើប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរដ្ឋាភិបាលដីទាំងប្រមាណកន្លែងហ្នឹងថៃអត់អាចឈ្លានពានយកបានទេអានេះបើនិយាយពីសេចក្តីជឿជាក់ឲ្យមែនតើហើយឲ្យត្រឹមត្រូវអត់កាន់ជើងខាងណាព្រោះបើរដ្ឋាភិបាលមានឥទ្ធិពលគ្រប់គ្រាន់មានអានុភាពយោធាគ្រប់គ្រាន់មានកម្លាំងគ្រប់គ្រាន់ទាំងការទូតទាំងសហគមន៍អន្តរជាតិគ្រប់គ្រងយើងនៅខាងយើងការពារយើងម៉ោងនេះថៃអត់ឈ្លានពានកម្ពុជាបានរហូតដល់ទៅដណ្ដើមកាន់កាប់ទីតាំងច្រើនកន្លែងចឹងទេដូច្នេះមិនដឹងថាកន្លែងណាជឿជាក់រដ្ឋាភិបាលទេព្រោះការជឿជាក់គឺជឿជាក់ពេលអាមីលីម៉ែត្រដំបូងដែលទប់គេមិនឲ្យចូលមកបាននៅពេលដែលគេចូលបានហើយយើងនៅតែជឿជាក់រហូតតទៅទៀតគេទៅដល់ក្រុងភ្នំពេញទៀតក៏ទៅជឿជាក់ទៅក៏ថាយើងនៅតែទាយកមកបានវិញតែអញ្ចឹងអាហ្នឹងធ្វើឲ្យប្រជាពលរដ្ឋលោកបាក់ទឹកចិត្តខ្លួនឯងទេហើយខ្ញុំមិននិយាយថាញុះញង់អីទេវាមិនមែនអញ្ចឹងទេយើងមើលទៅវាឃើញថាអញ្ចឹងហើយអាការជឿឲ្យប្រជាពលរដ្ឋស្អំចិត្តហ្នឹងគឺមិនមែនដោយសារតែការចាប់លោក Gen Z ហ្នឹងបញ្ជូនឲ្យទៅចិនហើយស្រាប់តែធូរខ្សាកទេអត់ទេវាគ្រាន់តែបន្ធូរបរិយាកាសបានបន្តិចប៉ុន្តែវាជាការបើកប្រអប់ខ្ញាដំរីក្អែបខ្ទួយដែលមេរងឬនៅក្នុងប្រអប់មួយដ៏ធំហ្នឹងបើកឲ្យវា
ខ្ចាយមកខាងក្រៅទេចង់ចាប់ផ្ដើមកាប់ពីមុនអាក្អែបឬក៏សត្វអាសេរពិសនោះវានៅក្នុងប្រអប់ឥឡូវចាប់លោកចិនស៊ីដាក់ឲ្យចិនហ្នឹងគឺយើងបើកប្រអប់ហ្នឹងឲ្យចំហហ្នឹងហើយវាមានទៅណាមេរងក្អែបនឹងសត្វអាសេរពិសអស់ហ្នឹងវានឹងរត់ពេញតាប្រទេសពេញតាពិភពលោកហ្នឹងវាធ្វើឲ្យរត់តែច្បោកច្បល់ហើយបើអត់ចាប់ទាំងអស់ហ្នឹងទេគឺបានន័យថាវានឹងនៅរញ៉េរញ៉ៃអានេះខ្ញុំចូលដល់ចំណុចមួយតកតងនឹងរឿងដែលអ្នកកាសែតចិនដែលធ្លាប់ធ្វើការនៅស្រុកខ្មែររាយការណ៍អំពីប្រវត្តិជិតស្និទ្ធគ្នាខ្លាំងរវាងលោកហ៊ុនសែននិងលោកចិនស៊ីតាមពិតអត្ថបទគាត់វែងណាស់ហើយគួរឲ្យជក់ចិត្តហើយខ្ញុំម្ដងទៀតបងប្អូនខ្ញុំអត់អះអាងថាបងប្អូនត្រូវតែជឿតាមអ្នកកាសែតរូបនេះទេគ្រាន់តែថាគាត់ធ្លាប់ធ្វើការនៅស្រុកខ្មែរចូលជាអ្នកព័ត៌មាននៅកាសែតឈ្មោះថាអង្គរ News ឬក៏ Daily នោះខ្ញុំមិនលម្អិតតាក់ទងនឹងរឿងហ្នឹងទេប៉ុន្តែអ្វីដែលសំខាន់ដែលខ្ញុំចង់លើកឡើងនៅពេលនេះគឺតាក់ទងអ្វីដែលគាត់និយាយអំពីទំនាក់ទំនងស្អិតរមួតលោកដែលសរសេរកាសែតឬសរសេរសេចក្តីរាយការណ៍របស់គាត់ឲ្យបង្ហោះតាមបណ្ដាញសង្គមដែលផ្សព្វផ្សាយពេញផ្អើលពិភពលោកហ្នឹងគឺឈ្មោះថាហួងយ៉ាន់លោកហួងយ៉ាន់ហ្នឹងគឺជាអ្នកកាសែតចិនគាត់សរសេរចាប់ផ្ដើមដោយថាតើលោកចិនស៊ីជាណាហេតុអីបានជាគាត់ល្បីល្បាញយ៉ាងដូចនេះតាមពិតអ្វីដែលគាត់សរសេរអត់មានអីប្លែកអ្វីដែលយើងធ្លាប់ឮពីមុនមកប្រហែលគ្រាន់តែថាយើងដឹងពីអ្នកសារព័ត៌មានដែលធ្លាប់សរសេររឿងឬក៏នៅស្រុកខ្មែរហើយដឹងរឿងនេះហើយគាត់សម្ភាសមនុស្សនៅក្នុងបណ្ដាញនៃ Prince Group ក្រុម Prince Group របស់អុកញ៉ាឬក៏លោកចិនស៊ីនេះដោយលោកបាននិយាយអំពីសាវតាថាលោកចិនស៊ីហ្នឹងដូចខ្ញុំបានធ្លាប់រៀបរាប់ប្រាប់ពីមុនដែរថាធ្លាប់ត្រូវបានតុលាការចិនផ្ដន្ទាទោសគេស៊ើបអង្កេតគាត់ច្រើនហើយតាមពិតគាត់វិលគាត់នៅចិនហ្នឹងគឺមិនជាល្បីអីណាទេព្រោះជាអ្នកបើកហាងកាហ្វេអ៊ីនធឺណិតកាហ្វេមួយគ្រប់គ្រងតូចមួយអីចឹងណាតែពេលក្រោយមកអាអ៊ីនធឺណិតកាហ្វេនោះវាមានប្រព័ន្ធហ្គេមអនឡាញស្អីទៅវាល្បីដូចថាមានមនុស្សច្រើនទៅចាប់ផ្ដើមឲ្យគាត់មានឱកាសនៅក្នុងការពង្រីកបណ្ដាញរបស់គាត់ដល់តែពេលបណ្ដាញហ្នឹងធំទៅក៏คล้ายទៅជាការឆោបបោកអនឡាញហ្នឹងតាំងពីនៅចិនម៉េះហើយចិនក៏គេតាមដានស៊ើបអង្កេតអីចឹងទៅក៏ប៉ុន្តែมันអាចធ្វើអីលោកចិនស៊ីបានទេព្រោះគាត់ភៀសខ្លួនពីប្រទេសចិនចូលមកប្រទេសកម្ពុជាប្រហែលជាអំឡុងឆ្នាំ2011នឹងឯងហើយទៅ3ឆ្នាំក្រោយមកនៅក្នុងឆ្នាំ2014គឺគាត់បានសញ្ជាតិខ្មែរហើយបានសញ្ជាតិខ្មែរនេះគឺដោយសារតែគាត់ជួយលុយរដ្ឋាភិបាលហើយតាមពិតវាជារឿងផ្ដាល់សញ្ជាតិស្របច្បាប់ដែរទេនៅស្រុកខ្មែរព្រោះមានច្បាប់ផ្ដាល់សញ្ជាតិបើមានអ្នកណាម្នាក់ជាជនបរទេសដែលជួយលុយអភិវឌ្ឍប្រទេសជាតិយើងប៉ុណ្ណេះសែនដុល្លារអីចឹងទៅវាគ្រប់លក្ខខណ្ឌដែលឲ្យគេជួយសញ្ជាតិបានហើយថានៅស្រុកអាមេរិកអូស្ត្រាលីក៏គេធ្វើចឹងដែរអង់គ្លេសក៏ចឹងហើយបានគាត់មានសញ្ជាតិអង់គ្លេសដែរហើយមានសញ្ជាតិមួយនៅកោះមួយនៅដែនសមុទ្រមួយដែលថាមានសញ្ជាតិមួយផ្សេងទៀតហ្នឹងគឺសុទ្ធតែរឿងឧបត្ថម្ភលុយចឹងដែរប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺដើម្បីគេចផុតពីការធ្វើទុកបុកម្នេញរបស់អាជ្ញាធរចិនគឺនៅពេលដែលគាត់បានចូលសញ្ជាតិខ្មែរភ្លាមគឺគាត់ប្រកាសលាលែងសញ្ជាតិចិនភ្លាមបើទោះបីកើតនៅចិនធំដឹងក្តីនៅចិនមានសញ្ជាតិចិនមានអីសពបែបយ៉ាងសម្បត្តិកំណើតជាចិនប៉ាសពតជាចិនអត្តសញ្ញាណជាចិនអស់ហ្នឹងគាត់ប្រកាសលាលែងសញ្ជាតិចិនខ្ញុំជឿថាការលាលែងសញ្ជាតិចិននេះមិនមែនជាការដែលលែងស្រឡាញ់ជនជាតិចិនឬក៏បាត់ឈាមជ័រពូជសាសន៍ជាចិនទេគឺគាត់ចង់គេចអំពីការទទួលខុសត្រូវពីអាជ្ញាធរចិននឹងឯងព្រោះអីតែពេលលាសញ្ជាតិពីចិនគាត់សង្ឃឹមថាចិនអត់អាចនឹងមានដែនសមត្ថកិច្ចមកចាប់គាត់អីទេព្រោះគាត់មកស្រុកខ្មែរជាប្រជាពលរដ្ឋខ្មែរអញ្ចឹងវាអាស្រ័យទៅលើរដ្ឋាភិបាលខ្មែរជាអ្នកសម្រេចនៅពេលដែលគាត់បានសញ្ជាតិខ្មែរហ្នឹងគឺក្រុមហ៊ុនរបស់គាត់ចាប់ផ្ដើមរីកចម្រើនមែនតើមានអា Prince Group ហ្នឹងមានអីហើយគាត់បានរៀបរាប់ហោហែដំបូងអា Prince Group ហ្នឹងគឺចាប់ផ្ដើមបែកទៅជាក្រុមហ៊ុនអចលនទ្រព្យលក់ដូរដីធ្លីអាគារស្អីទៅថាក៏ក្រើកពេញស្រុកខ្មែរអារឿងដីធ្លីហ្នឹងគឺផ្ទុះខ្លាំងមែនតើយើងដឹងហើយនៅស្រុកខ្មែរផ្ទុះឲ្យតែលឺថាចិនមកទិញហ្នឹងដីកន្លែងណាច្អល់ទៅកុំថាឡើយដល់ទៅនេះគ្រាន់តែចិនចោះជក់បារីគ្រាន់តែបាត់ជើងតូចអីហ្នឹងគឺគ្រាន់តែចោះភ្លាមហ្នឹងច្អល់ចោះច្អល់ឡើងមើលសងាយហ្នឹងគឺស្រូវម្ដុំហ្នឹងដីម្ដុំហ្នឹងគឺឡើងថ្លៃគុណនឹង10មួយផ្លែតហ្នឹងឯងឲ្យតែឃើញ
ចិនណាក៏ដោយសវឹងស្រាធ្លាក់ផ្លូវខ្ទេចស្រែអីក៏ដោយអាកន្លែងហ្នឹងក៏ឡើងថ្លៃដែរគឺកាលពីជំនាន់2017អីចឹងបងប្អូននៅខ្មែរបងប្អូនដឹងហើយគឺថាដីកន្លែងណាក៏នេះដែរអាចុងកាត់មាត់ញកកន្លែងណាក៏ចិនដែរគឺអស់ហើយនៅក្នុងហ្នឹងក៏ពាក់ព័ន្ធនឹងក្រុម Prince Group និង Real Estate ក្រុមហ៊ុនអចលនទ្រព្យរបស់គាត់ហ្នឹងគឺជាវិធីសាស្ត្រលាងលុយខ្ញុំបានប្រាប់ឲ្យពីយុទ្ធសាស្ត្រនៅក្នុងការលាងសម្អាតប្រាក់គឺការលាងលុយហ្នឹងគឺខ្ញុំមិនចោទប្រកាន់ថា Prince Group ឬក៏ Gen Z ជាអ្នកលាងលុយប៉ុន្តែយន្តការនៃបាត់ល្មើសនៃការលាងលុយគឺមានមួយគឺនៅក្នុងការដែលគាត់ទៅបើកទិញអចលនទ្រព្យចឹងលក់ដូរស្របច្បាប់ទៅយកលុយហ្នឹងចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុត្រឹមត្រូវលុយពីអក្រិតកម្មឆបោកអនឡាញប៉ុន្តែទៅទិញអចលនទ្រព្យបឹងបួរដីធ្លីហ្នឹងទិញលក់យូរទៅមានលិខិតស្នាមនៅចៅសង្កាត់នៅខណ្ឌនៅស្អីចឹងទៅវាស្របច្បាប់រហូតទៅវាដូរ100ម្ចាស់ទៅវិលមកវាទៅជាលុយស្របច្បាប់លែងឃើញអំពីអក្រិតកម្មហើយរឿងហ្នឹងគឺវាពលទាំងនៅសៀមរាបទាំងនៅភ្នំពេញទាំងនៅខេត្តប្រស័យអនុគឺថាកំពង់សោមហ្នឹងគឺសតែអចលនទ្រព្យរបស់ក្រុមហ៊ុន Prince Group នេះច្រើនមែនតើអានេះតាមអ្វីដែលអ្នកកាសែតនេះបានអះអាងហើយគាត់ថាអ្វីដែលសំខាន់បំផុតនៅពេលដែលអ្នកកាសែតក្រុមហ៊ុននេះកាន់តែល្បីគឺគាត់កាន់តែមានហាងឆេងចូលគៀកអ្នកដឹកនាំខ្មែរកាន់តែច្រើនទៅតាមពិតគាត់ល្បីដោយសារតែជាប់ជាមួយអ្នកជាទីប្រឹក្សារបស់លោកសខេងក៏ធ្លាប់ជាទីប្រឹក្សារបស់លោកហ៊ុនសែនរបស់មេដឹកនាំធំហ្នឹងគឺមានរហូតហើយបានងារជាអ្នកអង្គការអីចឹងទៀតទៅហើយក៏បើកប្រព័ន្ធធនាគារមួយដែលហៅថា Prince Bank ហ្នឹងអាធនាគារហ្នឹងឯងដែលធ្វើឲ្យប្រព័ន្ធលាងលុយឬក៏ប្រតិបត្តិការសាច់ប្រាក់ហ្នឹងគឺកាន់តែក៏ក្រាក់ពេញផែនពោះសធានៃស្រុកខ្មែរឲ្យដល់ស្រុកក្រៅទៀតរឿងដែលសំខាន់បំផុតគឺវាពាក់ព័ន្ធដោយសារតែក្រុម Prince Group នេះក៏ពាក់ព័ន្ធជាមួយនឹង Huawei One ទៀតប្រតិបត្តិការសាយប្រាក់ដែលអ្នកកាសែតនេះនិយាយហ្នឹងថាតាក់ទងជាមួយនឹងក្រុមហ៊ុន Huawei One ហ្នឹងគឺសហការគ្នាមានប្រតិបត្តិការសាច់ប្រាក់គាត់មិនចោទថាជារឿងខុសច្បាប់ទេប៉ុន្តែលំហូរសាច់ប្រាក់នៅក្នុងមួយថ្ងៃនៅក្នុងប្រព័ន្ធនេះគឺមានមិនតិចជាង$100 លានទេមួយថ្ងៃ$100 លានបងប្អូនសាកគិតមើលហើយអានេះហើយបានធ្វើឲ្យអ្នកកាសែតចិនរូបនេះសន្និដ្ឋានថាចិនគេអត់អាចធ្វើអីកម្ពុជាឬក៏ធ្វើអីចិនស៊ីបានទេព្រោះអីកម្ពុជាអាចអត់ចិនបាននៅក្នុងនៃបញ្ហាហិរញ្ញវត្ថុប៉ុន្តែអត់អាចអត់ចិនស៊ីនៅក្នុងការផ្គត់ផ្គង់គណៈបកកណ្ដាលអំណាចនិងរបៀបដឹកនាំរដ្ឋនេះបានទេព្រោះលុយច្រើនពេករឿងនេះឯងដែលលោកហ៊ុនសែនការពារលោកចិនស៊ីរហូតអានេះតាមអ្វីដែលលោកហួងយ៉ាន់រៀបរាប់គាត់ថាការពារហ្នឹងគឺរហូតដល់ឆ្នាំ2019ហ្នឹងអាជ្ញាធរចិនចាប់ផ្ដើមបើកការស៊ើបអង្កេតទ្រង់ទ្រាយធំដើម្បីចោទប្រកាន់លោកចិនស៊ីហើយប៉ុន្តែយើងដឹងហើយលោកចិនស៊ីបានលះបង់សញ្ជាតិចិនតាំងពី2014-15ហ្នឹងពេលដែលបានសញ្ជាតិខ្មែរមកហ្នឹងមិនអញ្ចឹងណាហើយដល់ពេលអញ្ចឹងមិនអាចនឹងចាប់លោកចិនស៊ីបានទេដោយសារអីគឺដោយសារតែអាជ្ញាធរចិនធ្លាប់តាមចាប់ឲ្យកម្ពុជាសហការចាប់លោកចិនស៊ីដែរប៉ុន្តែលោកហ៊ុនសែនប្រកែកគឺការពារមិនឲ្យបញ្ជូនលោកចិនស៊ីយូរហើយឬក៏សហការជាមួយចិនតាំងពី2019បងប្អូនអ្វីដែលលោកយ៉ាន់ឬក៏ហ៊ុនបងប្អូនអ្វីដែលលោកយ៉ាន់ឬក៏ហ៊ុនយ៉ាន់រៀបរាប់នេះវាគ្រាន់តែជាមួយជ្រុងនៃការយល់ឃើញរបស់អ្នកកាសែតទេដែលគាត់ថាបានសម្ភាសអ្នកដែលធ្វើការនៅក្នុងសហគមន៍ចិននៅក្នុងបណ្ដាញក្រុមហ៊ុន Prince Group និងស្អីធនាគារ Prince Group អីហ្នឹងប៉ុន្តែយើងសួរថាតើនេះគឺជាការពិត 100% យ៉ាងណាគឺមានតែរដ្ឋាភិបាលទេដែលចេញបកស្រាយជាពិសេសគឺលោកហ៊ុនសែនខ្លួនលោកនឹងតែម្ដងយើងចាំមើលថាតើគាត់នឹងបកស្រាយយ៉ាងម៉េចតែយ៉ាងនេះហើយបើគាត់បកស្រាយខ្ញុំពេញចិត្តនឹងយកមកផ្សាយដើម្បីផ្ទៀងផ្ទាត់ឲ្យបានឃើញមកចំហៀងខាងគាត់ដែរគាត់ប្រាប់ថាកូនធွာរហូតដល់ដាក់ឈ្មោះថាហ៊ុនម៉ាស៊ីបាទមិនមែនចិនស៊ីទេគឺហ៊ុនម៉ាស៊ីទៀតតែអានេះគឺជាពាក្យដែលគេដឹងនៅក្នុងចំណោមផ្ទៃក្នុងនៃអ្នកដែលស្និទ្ធនៅក្នុងបណ្ដាញហ្នឹងទេគេមិនមែនប្រើជាទូទៅឲ្យលឺពាក្យហ្នឹងឯងព្រោះលោកហ៊ុនសែនតែហ៊ានដាក់ពាក្យហ្នឹងទៅក្រៅហ្នឹងក៏តែពិបាកដែរកុំឲ្យជាប់ដល់តែពេលគាត់ខ្លាចជាកូនធွာរហើយមានឈ្មោះដល់ហ៊ុនម៉ាស៊ីបែបនេះគឺប៉ះអត់បានហ្មងអ្នកកាសែតរូបនេះនិយាយថាប៉ះក៏អត់បានគឺ
គាត់មិនដែលនិយាយទៅនៅក្នុងស្រុកខ្មែរគាត់ដែលសម័យថាចិនស៊ីនឹងត្រូវបានចាប់បញ្ជូនខ្លួនទៅចិនឬក៏សូម្បីតែចាប់ខ្លួនហ្នឹងព្រោះអីអាជ្ញាធរចិនធ្លាប់សហការសុំឲ្យចាប់តាំង2019គឺលោកហ៊ុនសែនបកែកមិនតឹងចាប់ផងហេតុអីបានជាមកចាប់ពេលឥឡូវអីចឹងណាព្រោះកន្លងមកហ្នឹងគាត់និយាយរឿងវែងជាងហ្នឹងទៀតអ្នកកាសែតចិនណាក៏ដោយឲ្យតែសរសេរប៉ះពាល់រឿងការឆបោកអនឡាញជាប់គុកទាំងអស់ហើយគាត់ធ្លាប់និយាយអំពីការដែលសហការីរបស់គាត់ដែលគាត់ធ្លាប់ធ្វើការជាមួយគ្នាដែលគេចាប់ដល់ពេលនិយាយអំពីរឿងទេសកលឈាមដោយការដែលចាប់ចម្រិតឲ្យបូមឈាមឲ្យអីឬក៏លក់ឈាមអីជនជាតិចិនដែលគេធ្វើបាបទុកបុកម្នេញតាក់ទងក្នុងប្រព័ន្ធឆបោកអនឡាញដែលពាក់ព័ន្ធលោកចិនស៊ីហ្នឹងគឺគេចាប់ដាក់គុកអស់ហើយទៅគាត់និយាយថាសូម្បីតែលោកមិចតារាដែលជាអ្នកកាសែតខ្មែរដែលជាអ្នកស្លាប់ស្គាល់គ្នាជាមួយគាត់ដែលជាកសហការីអ្នកសារព័ត៌មានជាមួយគ្នាក៏ថាជាប់គុកដែរដោយសារតែរឿងហ៊ានសរសេរតាក់ទងនឹងបញ្ហាហ្នឹងអញ្ចឹងហើយបានជាគាត់ថាឥឡូវនេះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគាត់ថាកាលនៅស្រុកខ្មែរគាត់អត់ហ៊ាននៅយូរដែរប៉ុន្តែគាត់ចិត្តតែចង់សរសេររឿងហ្នឹងក៏ប៉ុន្តែចង់បំផុតគាត់ថាគាត់មិនអាចនៅស្រុកខ្មែរបានគាត់ចាក់ចេញពីស្រុកខ្មែរដើម្បីសុវត្ថិភាពឥឡូវដោយសារតែគាត់មានសុវត្ថិភាពទើបគាត់សរសេររឿងនេះហើយគាត់ប្រាប់ថាតាមពិតអ្វីដែលគាត់ថាគួរឲ្យគាត់សម្គាល់ការដែលចាប់លោកចិនស៊ីមិនមែនឯងរដ្ឋាភិបាលកម្ពុជាចាប់ទេរឿងមួយដែលគាត់ថាសំខាន់បំផុតគឺមានសម្ពាធពីអង់គ្លេសនិងអាមេរិកគាត់ថានៅពេលដែលមានសម្ពាធអង់គ្លេសនិងអាមេរិកភ្លាមគាត់ចាប់ផ្ដើមសម្ភាសមនុស្សនៅក្នុងបណ្ដាញនៃក្រុម Prince Group ដឹងថាជាទឹកបាក់ទំនប់មកហើយចាប់ផ្ដើមមានបញ្ហាភ្លាមព្រោះអីនៅពេលដែលមានសម្ពាធអាមេរិកដែលដាក់ទណ្ឌកម្មហើយចោទប្រកាន់ហើយរឹបអូសទ្រព្យសម្បត្តិផងហើយទ្រព្យរាប់ពាន់លានដុល្លារបែបនេះគឺវាប៉ះពាល់ដល់ក្រុមហ៊ុនមួយទៀតគឺនៅកូរ៉េខាងត្បូងដែលតាក់ទងនឹងរឿងឆបោកឲ្យមានជនជាតិកូរ៉េខាងត្បូងនៅស្រុកខ្មែរមានសាខារបស់ Prince Group ហ្នឹងដែលធ្វើឲ្យពាក់ព័ន្ធនឹងការដែលចាប់ជំរិតធ្វើបាបសម្លាប់ជនជាតិកូរ៉េខាងត្បូងអាហ្នឹងរត់តែខ្លាំងទៀតមួយជាន់ទៀតចុងក្រោយគឺមានជប៉ុនដែរដូច្នេះគាត់ថាទាំងអស់ហ្នឹងដែលជាសម្ពាធដ៏មហិមាដែលកម្ពុជាបើមិនចាប់ខ្លួនលោកចិនស៊ីបញ្ជូនទេគឺច្បាស់ជានឹងរលាយសូន្យបង់រលាយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកនាំរដ្ឋរបស់កម្ពុជាទាំងមូលតែម្ដងដូច្នេះបាទសូមអធិស្ឋានបងប្អូនវាកាំងបន្តិចខ្ញុំនឹងបញ្ចប់ខ្ញុំចង់និយាយថាលោកហួងយ៉ាន់នេះក៏គាត់បានបញ្ជាក់ថានេះគ្រាន់តែជាចំណុចចាប់ផ្ដើមនៃរឿងរ៉ាវច្រើនផ្សេងទៀតដែលត្រូវការស៊ើបអង្កេតច្រើនជាងហ្នឹងតែយ៉ាងណាបងប្អូនខ្ញុំមានព័ត៌មានបន្ថែមខ្ញុំ